លីសៀនខ្ញុំពិតជាមើលស្រឡាញ់មែនអញត្រូវគេបំផ្លាញព្រលឹងទាំង5ហើយមិននឹកស្មានថាខំប្រឹងរហូតសល់កម្រិតវិជាសោះតែគ្រាន់តែធៀបទាំង5កម្រិតទី7ខុសគ្នាតែមួយកម្រិតក៏ខុសគ្នាដូចមេឃនឹងដីដែរពេលនេះអញមានវិជាត្រឹមតែកម្រិតទី3ទេនៅចំពោះមុខខ្ញុំអញគ្រាន់តែជាពលឺអំពិលអំពែកតែប៉ុណ្ណោះអញមិនមែនជាគូប្រកួតរបស់គេទេប្រញាប់រត់ទៅអ្នកណាហ៊ានប៉ះពាល់មនុស្សរបស់ត្រកូលលីនខ្ញុំត្រូវតែសម្លាប់វាឯងយ៉ាងម៉េចហើយរបួសធ្ងន់ទេដើម្បីថាជាមេតបធំដែលមិនដែលចាញ់របស់រាជវង្សចៅតាមពិតបានត្រឹមតែប៉ុណ្្នឹងសោះបងប្រុសប្រញាប់រត់ទៅខ្ញុំជួយខកគេឲ្យស្រីស្អាតកុំប្រញាប់អីជីវិតបងប្រុសនាងជារបស់ម្ចាស់ក្ត្រីខ្ញុំមិនសម្លាប់គេទេខ្ញុំគ្រាន់តែកាត់ដៃកាត់ជើងគេហើយក្របភ្នែកគេចេញដើម្បីឲ្យគេបើកភ្នែកមើលឲ្យច្បាស់ថាតើខ្ញុំស្រឡាញ់ខ្ញុំនាងយ៉ាងម៉េចខ្លះមនុស្សថោកទាបឥតខួរក្បាលមិនមែនថាព្រលឹងរបស់ឯងត្រូវគេបំផ្លាញហើយទេអីព្រលឹងដោះឡើងវិញហើយយ៉ាងម៉េចកម្រិតវិជានៅតែខុសគ្នាដែរហ្នឹងថ្ងៃនេះឯងច្បាស់ជាត្រូវចាញ់មិនខានដៅនាគរីកភ្លើង